បាទសូមជម្រាបសួរបងប្អូនបាទហ្នឹងហើយនេះគឺជាវាយើងថ្មីហ្នឹងបងប្អូនហ្នឹងហើយត្រង់ជើងថ្មីហើយកំពុងតែរៀបចំហ្នឹងហើយបងប្អូនអត់ទាន់ហើយទេហើយចាំមើលតិចទៀតប្រហែលជាអាច2ខែទៀតណាបាទដោយសារយើងធ្វើត្រង់ទ្រាយធំហើយយើងត្រូវការចាក់ដីការពារខ្លាចគីឡូទឹកចំនួនអីផ្សេងមកអញ្ចឹងវាលិចអីទៅនាំតែជួបនៅផលលំបាកអញ្ចឹងហ្នឹងហើយប៉ុន្តែមិនអីទេ2ខែទៀតវាពេលវេលាលឿនណាស់ឥឡូវបងប្អូនមិនបាំងមិនមកដល់ហ្នឹងហើយយើងត្រូវការចាក់ដីសិនហ្នឹងហើយលបងដូចជា90%ហើយហើយណាហ្នឹងហើយដូចជាបាទដូចជា90%ហើយហើយបាទនៅកន្លែងនេះយើងក៏លុកជ្រៅៗដែរកន្លែងនេះណាយើងក៏លុកជ្រៅហើយចង់ថាចាក់ដីសិនទៅដើម្បីឲ្យជាងគាត់ធ្វើតវលបាទនេះធ្វើតវលបន្តទៀតអញ្ចឹងហ្នឹងហើយវាងាយស្រួលនេះដាក់ផ្ទានេះដាក់ផ្ទាដាក់អីអញ្ចឹងយើងចាក់វាស្មើសិនបាទបន្តមកទៀតបានយើងរៀបចំតវលហ្នឹងហើយដល់ពេលជីកតាំងយើងជីកឲ្យដល់ដីនឹងវិញអញ្ចឹងបងប្អូនបាទហ្នឹងហើយអូខេអរគុណច្រើនហ្នឹងហើយអញ្ចឹងក៏នេះគ្រាន់តែជាការ alert បាទឬក៏គេអាចថាជួយដំណឹងឬក៏អីចឹងណាបងសំណប់ឬសូថាធ្វើត្រង់ឲ្យហើយនៅអីចឹងណាសម្រាប់បងប្អូនយើងដែលគាត់ជាប្រិយមិត្តបាទប្រិយមិត្តហ្នឹងហើយអរគុណច្រើនបាទអញ្ចឹងវីដេអូនេះគ្រាន់តែថាជួយដំណឹងដល់បងប្អូនថាអត់ទាន់ហើយទេបងប្អូនកំពុងតែចាក់ដីបាទព្រោះមានបងប្អូនយើងគាត់សួរនាំឲ្យច្រើនដែរបាទនេះកំពុងតែចាក់ដីចឹងហ្នឹងហើយអត់ទាន់ហើយទេបាទនេះទារបស់ជាងបាទនេះយើងត្រូវប្រើធ្នឹមលើនេះទៀតព្រោះយើងធ្វើខ្ពស់បាទធ្វើខ្ពស់អញ្ចឹងអានោះយើងត្រូវធ្វើធ្នឹមលើបាទដើម្បីការពារញែកទៅសបកាលណាមួយក្រោមក៏យើងមានធ្នឹមហើយអញ្ចឹងឡើងលើក៏យើងដាក់ធ្នឹមដែរអញ្ចឹងបាទអូខេអរគុណច្រើនបាទចុងក្រោយជូនពរបងប្អូនបាទសំណាងល្អគ្រប់គ្នាអរគុណបាយបាយសូមជម្រាបលាបងប្អូន